បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនងបងប្អូនមកមេត្រេនដែលខ្ញុំផ្សាប់ជាមួយនឹងកូនបដោះគ្រាប់បាទកាលពីប្រហែលជាកន្លះខែហ្នឹងបងនេះស្នាមតវាមេឃនេះយើងត្រូវកាត់ចោលដដែលទេយើងអត់ទុកយើងទុកមេឃធំធំបាទហើយបងប្អូនខ្លះក៏សួរថាបងវិធីដាំនៅក្នុងកាឆេចឹងបានផលអត់អានេះមិនទាន់ច្បាស់ដែរបងបាទអានេះខ្ញុំដាំលក្ខណៈលំអនៅមុខផ្ទះអញ្ចឹងណាដែលថាការស្រឡាញ់ហើយវាអត់មានដីដាំបាទហើយមួយទៀតអាបត់ពិសោធន៍នៅការដាំត្រេនហ្នឹងក៏មិនទាន់ដឹងច្បាស់លាស់ដែរហើយក៏សូមសួរបងផងដែរហើយអ្នកត្រេនខ្ញុំវាឡើងស្លឹកឆេះមួយកណាត់ទេបាទអត់ដឹងវាមូលហេតុអីបាទបងអ្នកជំនាញឲ្យជួយប្រាប់ផងបាទតែអាមេឃដែលបេះដូងមកក្រោយនេះអត់អីទេបាទអានេះសម្រាប់មេឃចាស់ហ្នឹងវាស្វិតចុងមេឃហើយវាស្លឹកវាអញ្ចឹងបាទស្លឹកវាឡើងឆេះអញ្ចឹងតើមកវាជ្រុះអស់ហើយដល់ពេលស្លឹកថ្មីមកវានៅឆេះតិចអាចុងបាទឥឡូវយើងមកមើលអាមេឃដែលខ្ញុំផ្សាំឲ្យមុនដោយសារកូននេះខ្ញុំដកវាមកអញ្ចឹងខ្ញុំកាត់រឹសវាចេញហើយខ្ញុំដាក់សកៃដូងចូលខ្ញុំយកវាមកតកន្លែងនេះបាទដើម្បីកាត់មេឃនឹងចេញហើយបានពូជទៅដាំទៀតអញ្ចឹងណាបាទអាចពូជមិនថងបាទហើយឥឡូវរឹសថ្មីវាដុះចេញបាទទៅដុះមកសរសៃទេបាទតាំងពីផ្សារមកហើយជាកន្លះខែតែសារខ្ញុំបដោះកូនជាហើយនេះបដោះកូនអញ្ចឹងមកខ្ញុំដកទៅវាដៃខ្លះអញ្ចឹងណាអញ្ចឹងខ្ញុំកាត់រឹសកែវវាចេញបាទកាត់រឹសកែវវាចេញមកកណាត់ហើយខ្ញុំដាក់វាចូលថង់ហើយខ្ញុំយកវាមកតភ្ជាប់នៅជាមួយមេឃពូជរបស់យើងនៅឡើយនេះហ្នឹងហើយដើម្បីកុំឲ្យយើងកាត់ចោលអត់ប្រយោជន៍បាទហ្នឹងហើយហើយនេះរឹសចាំមើលវាចេញបានច្រើនជាងហ្នឹងចាំយើងកាត់តែពិតអានេះវាជាប់ហើយបាទស្នាមតនេះកន្លះខែវាជាប់ហើយក៏ប៉ុន្តែអាកូនខាងក្រោមនេះវាអត់ដុះរឹសល្អអញ្ចឹងយើងទុកវាសិនទៅបាទចាំដល់ពេលវាមានរឹសច្រើនចាំយើងកាត់វាបាទកាត់យកទៅផ្សាំបន្តទៀតហ្នឹងហើយនេះខ្ញុំដាំនៅក្នុងកាឆេទេកាឆេនេះប្រហែលជាមុខ60បងប្អូនបាទកម្ពស់4 តឹកនេះហើយយើងដាក់ស្បៃចឹងមកដើម្បីទុកមកដីដល់ពេលយើងស្រោចទឹកទៅវាស្ទាតដីចេញមកក្រៅអញ្ចឹងបាទហើយវាមានខ្យល់ចេញចូលបានល្អផងតែវានៅតែអត់ល្អទេដោយសារវាមានខ្លោចស្លឹកខ្លោចអីចឹងបាទចុងក៏អត់មានស្លឹកបានដែរដោយសារវាដឹងមិនពីអត់ដឹងមូលហេតុអញ្ចឹងបងអ្នកជំនាញឲ្យជួយប្រាប់ផងបាទខ្ញុំជំនាញតែផ្សាំទេដល់ពេលថែអាត្រេហ្នឹងឬអត់មានជំនាញអញ្ចឹងសួរអ្នកមានបទពិសោធន៍បាទជួយខមមិនប្រាប់ម្នាក់មួយផងបាទអូខេហ្នឹងហើយខ្ញុំដាំលេងទេដាំនៅមុខហាងចរិយាមាត្របាទដាំលំអជាងការភ្ញៀវខ្លះគាត់ស្រឡាញ់ដើមត្រេនអញ្ចឹងគាត់សួរនាំដែរនឹងថាដាំទៅបានផ្លែអត់អីអត់ខ្ញុំថាខ្ញុំមិនទាន់ច្បាស់ដែរខ្ញុំដាក់ដាំលំអដោយសារស្រឡាញ់បាទហើយអញ្ចឹងទៅអត់មានកន្លែងដាំបាទដាំទៅលើការ៉ូទេបងបាទអរគុណច្រើនបងបាទ